រដ្ឋាភិបាលច្រើនយ៉ាងណាស់ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមលែងសូវខ្វល់រឿងរត់ខ្វាប់ប្លង់ទៀតដែរអញ្ចឹងទៅវាធ្វើឲ្យស្ងប់រហូតតរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីចូលឆ្នាំខ្មែរអីរដ្ឋាភិបាលធ្វើយ៉ាងកធឹករហូតតទៅរំឡំថនអីនៅកន្លែងជនភៀសសឹកដែលគ្នាវេទនាស្រក់ទឹកភ្នែកដោយសារបាត់ដីបាត់ភូមិឋានអីហ្នឹងតែនៅតែធ្វើឲ្យសប្បាយអីអញ្ចឹងលក្ខណៈរឿងនេះម្ដងទៀតអត់មានប្រកែកបានទេថារដ្ឋាភិបាលកម្ពុជាពិតជាបានប្រឹងប្រែងដើម្បីឲ្យមានបទជប់បាញ់នឹងមែនហើយព្រោះយើងមិនមែនជាអ្នកដាក់លក្ខខណ្ឌឲ្យថៃទេណាបងប្អូនត្រូវចាំណាបទឈប់បាញ់នេះគឺកម្ពុជាលើកទង់ជ័យសទេណាយើងចាំឲ្យច្បាស់ទាំងអស់គ្នាខ្ញុំមិនបន្ទោសថាចោះមិនបើលើកទង់ជ័យសហ្នឹងវាខុសអីបើយើងចាញ់គេយើងសុកចិត្តឲ្យស្លាប់ទៀតមែនខ្ញុំអត់មានបាននិយាយចឹងទេគឺយើងលើកទង់ជ័យសគោរពតាមលក្ខខណ្ឌរបស់ភាគីថៃដែលជាអ្នកឈ្លានពានយើងត្រូវទទួលស្គាល់ប្រវត្តិសាស្ត្រថាយើងលើកទង់ជ័យសអង្វរសុំគេដើម្បីឈប់បាញ់បើបាញ់ទៀតយើងនឹងអស់ដីច្រើនទៀតអញ្ចឹងទប់ប៉ុណ្ណឹងសិនដើម្បីកុំឲ្យអស់ទៀតកុំឲ្យស្លាប់កម្លាំងយើងដើម្បីអីអញ្ចឹងប៉ុន្តែមិនមែនមកលើកជាបុណ្យជាលៀបសក្ការៈថាយើងជាអ្នកស្រឡាញ់ស្អីសន្តិភាពយើងមេដឹកនាំយើងមានទស្សពិតរាជធរអាហ្នឹងលើកមិនត្រូវទេមេដឹកនាំខ្មែរអត់ដែលស្រឡាញ់សន្តិភាពពីកាលទេងើបមួយវាយមួយយើងបំផ្លាញខ្មែរគ្នាឯងឡើងខ្ទេចខ្ទីអស់ពេញផ្ទៃប្រទេសរត់ខ្លោចផ្សារលែងនៅស្រុកបានហ្នឹងនៅតែក្រុមគាំទ្រគណៈបកប្រជាជនតាសូម្បីក្រុមគាំទ្រគណៈបកប្រជាជនសប្ងាយទៅចង់រកដីនៅអត់បានឆ្លោះគ្នាតាក់ទងនឹងបញ្ហាផ្សេងដែលកើតឡើងច្រើនពេកហ្នឹងផងអាហ្នឹងមិនបាច់និយាយទៅក្រុមប្រឆាំងទេដូច្នេះយើងអត់មានពាក្យថាសន្តិភាពសម្រាប់ខ្មែរគ្នាឯងនឹងពីកាលទេគឺយើងស្រឡាញ់តែការដែលច្បាំងគ្នាខ្មែរគ្នាឯងនឹងលុះខ្សៃតាតែដោយសារតែយើងចាញ់ថៃយើងត្រូវទទួលស្គាល់ថាយើងចាញ់ថៃព្រោះថៃគេវាយស្លាប់ទាហានយើងច្រើនគេប្រើសពាវុធច្រើនគេមាន F16 គេមាន Gripen Fighter Jets គេមានទេ50គេមានស្អីទាំងអស់ដែលទម្លាក់គ្រាប់ស្រោចនៅលើសមរភូមិស្លាប់ទាហានយើងមាន drone មានអីយើងអត់មានអាសំណាញ់មេឃដោយការសន្យាក៏អត់ធ្វើបានអីលក្ខណៈដូច្នេះបើមិនបញ្ឈប់សង្គ្រាមនឹងត្រឹមប៉ុណ្ណឹងហើយព្រមចោះចាញ់ហើយព្រមធ្វើសម្បទានរឿងនេះមួយដែលខ្មែរយើងត្រូវបានគេលៀបពណ៌គេបំបត្តិអត់ឲ្យដឹងណាខ្មែរធ្វើសម្បទានដោយសារយើងលើកទង់ជ័យសគឺយើងធ្វើសម្បទានឲ្យថៃព្រោះត្រូវចាំថាវាយគ្នាពីរលើកខ្មែរអត់បានវាយចូលដីថៃបានតែ1មីលីម៉ែត្រទេគឺយើងដកថយគ្រប់កន្លែងគឺថៃវាយចូលមកគ្រប់កន្លែងទាំងអស់យើងអត់បានទៅចូលតាមកយើងការពារតាកន្លែងដែលនៅកងគ្នាហ្នឹងយើងការពារអត់បានហងប្រាសាទតាក្របីប្រាសាទខ្នាប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំគឺយើងធ្លាប់មានសិទ្ធិស្វ័យសម្រេចភ្នំទ្របតំបន់ច្រកអានសេះតំបន់កន្លែងដែលយើងធ្លាប់នៅកាន់កាប់អីទាំងអស់ហ្នឹងគឺយើងអត់អាចការពារបានទេគឺយើងប្រឡែងឲ្យគេទៅព្រោះអីយើងចោះចាញ់នេះគឺជាសារប្រវត្តិសាស្ត្របញ្ជាក់ថាយើងព្រមចាញ់វាមិនមែនជាការខុសឆ្គងទេនៅពេលដែលគេវាយយើងទុនខ្លួនហើយបើយើងព្រមចាញ់យើងនឹងស្លាប់កូនចៅយើងបងប្អូនយើងអស់ទ្រព្យសម្បត្តិកាន់តែច្រើនទៀតមិនអញ្ចឹងឈប់ត្រឹមប៉ុណ្ណឹងនៅពេលដែលយើងលើកទង់ជ័យសយើងមិនអាចប្រកួតជាមួយថៃបានគឺនៅពេលនោះឯងដែលខ្មែរធ្វើសម្បទានបងប្អូនហើយខ្ញុំថាសម្បទាននេះគឺជាសម្បទាននៅក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ដែលខ្មែរយើងព្រមឲ្យគេនៅណានៅហ្នឹងណាបងប្អូនពាក្យថាព្រមនៅណានៅហ្នឹងគឺយើងធ្វើសម្បទានឲ្យដីយើងហ្នឹងដែលថៃដណ្ដើមបានហ្នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃកម្ពុជាសង្ឃឹមថាពេលដែលចុះកិច្ចព្រមព្រៀងនេះអ្នកណានៅណានៅហ្នឹងនេះច្បាស់ណាស់បើនាំគ្នាវាស់វែងទៅខ្មែរអាចបានមកវិញខ្លះបងប្អូនអាចបានមកវិញខ្លះណាមិនមែនបានមកទាំងអស់ទេនេះជាក្តីសង្ឃឹមរបស់មេដឹកនាំខ្មែរហើយមិនមែនមួងណារ៉េតអ្នកនិយាយទេព្រោះលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏លោកបានលើកច្បាស់ហើយថាសំបីតែឲ្យវាស់វែងបានអ្នកឯងមិនបានយកទៅភូមិអ្នកឯងភូមិខ្ញុំបានខ្ញុំយើងសុកចិត្តចលះប្រជាពលរដ្ឋចេញពីតំបន់ហ្នឹងដើម្បីឲ្យបើសិនជាវាស់បានថៃអីតែគេនៅតែមិនព្រមនឹងសំបីតែខ្លះផងកុំនិយាយដល់យកមកវិញទាំងអស់អាហ្នឹងការសង្ឃឹមរបស់ខ្មែរប៉ុន្តែយើងធ្វើសម្បទាននេះគឺជាសម្បទានមួយដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការការពារទឹកដីព្រោះនៅពេលដែលយើងចុះហត្ថលេខានៃបទឈប់បាញ់យើងអត់ដាក់លក្ខខណ្ឌថៃច្រើនទេហើយបើដាក់លក្ខខណ្ឌក៏ថៃអត់ព្រមដែរយើងមើលនៅអ៊ុយក្រែននិងរុស្ស៊ីមកដល់ម៉ោងនេះរុស្ស៊ី
វាយរុលចូលទៅក្នុងដែនដីអ៊ុយក្រែន 25% ក្នុងតំបន់ Donbas នៅដែលតំបន់ភាគខាងកើតអឺដែលបូព៌ារបស់មកជួរជនីដូចមាត់ច្រមុះដូចថាបើយើងប្រៀបធៀបអ៊ុយក្រែននិងរុស្ស៊ីគឺវាដូចនឹងកម្ពុជានិងវៀតណាមអញ្ចឹងយើងចង់និយាយឲ្យអញ្ចឹងទៅស្រួលស្ដាប់អ៊ុយក្រែនដូចកម្ពុជាអញ្ចឹងរុស្ស៊ីដូចវៀតណាមវាពាត់មកជុំចេះទៅវាទៅខាងលើទៅដល់ឡាវទៅដល់អីទៀតមកជនីខាងស្ដាំពាត់មកអញ្ចឹងបើយើងមើលទៅអាតំបន់ Donbas របស់អ៊ុយក្រែនហ្នឹងវាដូចជាតំបន់ម្ដុំស្វាយរៀងចេញតាំងពីកពតកោះត្រល់ទៅស្វាយរៀងឡើងទៅលើចេះទៅដល់កញ្ចេះទៅអីចឹងទៅមកជនីហ្នឹងអញ្ចឹងមកជនីហ្នឹងគឺរុស្ស៊ីយកបានទាំងអស់ព្រោះអាតំបន់ក្រេមៀហ្នឹងវាដូចជានៅតំបន់ម្ដុំកោះត្រល់យើងអញ្ចឹងវាជាឈ្នន់ដើម្បីវាយយកតំបន់ម្ដុំមកជនីហ្នឹងយកទាំងអស់អញ្ចឹងរុស្ស៊ីកំពុងតែគ្រប់គ្រងដែនអធិបតេយ្យអ៊ុយក្រែនសប្តាហ៍ប្រមាណជា 25% ប៉ុន្តែរុលទៅអត់មុខអត់រួចទេព្រោះអ៊ុយក្រែនវាយមករុស្ស៊ីមានតែដកមករហូតតែដកនៅក្នុងដីអ៊ុយក្រែនទេហើយ4ឆ្នាំឯណាអ៊ុយក្រែនអត់មានចុះបាត់ឈប់បាញ់ជាមួយរុស្ស៊ីទេ4ឆ្នាំហើយបបួលទៀតរុស្ស៊ីឲ្យចុះបាត់ឈប់បាញ់តែឲ្យរុស្ស៊ីដកទ័ពទៅវិញអាហ្នឹងហើយបានរុស្ស៊ីអត់ព្រមរុស្ស៊ីដែលមកឈ្លានពានអ៊ុយក្រែនសោះហ្នឹងណាអ៊ុយក្រែនប្រាប់ថាឥឡូវមានបាត់ឈប់បាញ់ឲ្យដកទ័ពទៅវិញតើឈប់បាញ់គ្នារុស្ស៊ីអត់ព្រមដោយសារតែអ៊ុយក្រែនប្រាប់ថាឲ្យដកទ័ពទៅវិញអត់មានបាត់ឈប់បាញ់ទេ4ឆ្នាំជាងហើយតែខុសពីរុស្ស៊ីនៅកម្ពុជាពេលដែលថៃវាយយើង2លើកចុងក្រោយនេះគឺថៃវាយបានយកតំបន់នៅតាមព្រំដែននឹងប្រាសាទខ្មែរវាយយកទាំងអស់ប្រាសាទខ្នាប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទតាកបីគឺតំបន់ជុំព្រំដែនហ្នឹងឥឡូវដល់អូស្មាច់ដល់ភ្នំទ្រាប់មុំ3និងតំបន់ស្អីដែលតាក់ទងនឹងច្រកអានសេះអីហ្នឹងគឺថៃវាយបានយកទាំងអស់ហើយស្រាប់តែកម្ពុជាដោយសារមិនអាចតដៃជាមួយថៃបានគឺយើងចុះហត្ថលេខាព្រមព្រៀងគ្នាអ្នកណានៅហ្នឹងនេះនៅពេលដែលយើងចាប់ផ្ដើមលោកទាសីហាចុះហត្ថលេខាអ្នកណានៅហ្នឹងបានន័យថាម៉េចមាត្រា1គឺប្រការ1ចែងថាបើកម្ពុជាវាយបានចូលដល់ដីថៃកន្លែងណាក៏កម្ពុជាត្រូវនៅកន្លែងហ្នឹងដែរបើថៃវាយចូលដល់ខ្មែរប្រវែងម៉ានគឺថៃត្រូវគ្រប់គ្រងនៅកន្លែងហ្នឹងកុំរុលមកលើសហ្នឹងហើយកុំបង្កើនទ័ពហើយកុំបង្កស្ថានភាពទាំងឡាយណាដែលនាំឲ្យមានកម្ដៅនៅព្រំដែននិយាយទៅកុំបង្កើនទ័ពចល័តទ័ពអីថែមនៅក្នុងកិច្ចព្រមព្រៀងហ្នឹងយើងឃើញមានអញ្ចឹងមែនតែចំណុចមួយហ្នឹងគឺបានន័យថាអ្នកណានៅហ្នឹងបានន័យថាអ្នកនៅហ្នឹងគឺគ្រប់គ្រងដែនអធិបតេយ្យហ្នឹងបានអញ្ចឹងថៃគេគិតថាកន្លែងហ្នឹងគឺជាតំបន់វាយបានគឺកម្ពុជាព្រមឲ្យដីហ្នឹងទៅគេនៅក្នុងកិច្ចព្រមព្រៀងហ្នឹងគឺវាចែងអញ្ចឹងកម្ពុជានិយាយថាណាថាកម្ពុជាកាត់ដីឲ្យថៃគឺណែឯងជាជនក្បត់ជាតិវាគ្រាន់តែជាភាសាធ្វើបាបគ្នាផ្លូវចិត្តគ្នាប៉ុន្តែនៅក្នុងហ្នឹងគឺមានន័យស្មើនឹងលោកទាសីហាកាត់ដីតំបន់ហ្នឹងព្រមឲ្យថៃនៅគ្រប់គ្រងដីខ្មែរចុះបើសិនជាដីហ្នឹងជាដីខ្មែរហេតុអីបានយើងចូលទៅអត់បានហេតុអីបានជាប្រជាពលរដ្ឋប្រមាណម៉ឺនគ្រួសារណា3000 4000ផ្ទះដបូលបៃតងហើយឥឡូវនៅសល់ 20000 នាក់ទៀតហេតុអីបានចូលទៅតំបន់ព្រៃច័ន្ទអត់បានជោគជ័យអត់បានត្បឹងតគួនអត់បានថ្មដាអត់បានអូស្មាច់អត់បានហេតុអីបានពួកគាត់ចូលទៅតំបន់អស់ហ្នឹងអត់បានដែលដីគាត់ផ្ទះគាត់សោះអាហ្នឹងគឺដោយសារយើងកាត់ឲ្យគេនៅហ្នឹងrồi អញ្ចឹងគេគ្រប់គ្រងបាត់ឈប់បាញ់នៅក្នុងប្រការមួយហ្នឹងគឺគេជាប់នៅហ្នឹងអញ្ចឹងបានថាយើងចោះអាបាត់ឈប់បាញ់ហ្នឹងគឺយើងអត់កំណត់លក្ខខណ្ឌថៃហើយបើសិនជាកំណត់លក្ខខណ្ឌថៃបងប្អូនដូចតែរុស្ស៊ីអញ្ចឹងហើយនឹងអ៊ុយក្រែនអញ្ចឹងអត់មានចុះបាត់ឈប់បាញ់បានទេនៅវាយគ្នាប៉ុន្តែចំពោះខ្ញុំខ្ញុំនិយាយស្មោះត្រង់ខ្ញុំចង់ឲ្យមានសន្តិភាពចង់ឲ្យមានឈប់បាញ់ណាក៏ប៉ុន្តែអត់ចង់ឲ្យថៃមានព្រៀបអញ្ចឹងទេព្រោះថៃដូចជាមានព្រៀបលើខ្មែរខ្លាំងពេកខ្មែរមិនដែលខ្សោយអញ្ចឹងទេយើងឲ្យគេមានព្រៀបហួសហេតុពេកយើងអត់ដាក់លក្ខខណ្ឌគេអីបន្តិចសោះព្រោះនៅក្នុងអាបត់ឈប់បាញ់យើងហ្នឹងគឺឲ្យអ្នកណានៅហ្នឹងតែយើងចងខ2ប្រការ2ដែលរដ្ឋាភិបាលកម្ពុជារាល់ថ្ងៃយកអាហ្នឹងមកអួតប្រាប់ថា
ណែអត់មានបានទេណាយើងត្រូវតែមើលប្រការពីរប្រការមួយណានៅហ្នឹងមែនតែត្រូវមើលប្រការពីរប្រការពីរនិយាយមិនបងប្អូនប្រការពីរនិយាយថាអ្នកណានៅហ្នឹងមែនហើយក៏ប៉ុន្តែភាគីកម្ពុជានិងថៃត្រូវតែព្រមព្រៀងគ្នាតាមយន្តការ JBC គឺយន្តការវាស់វែងព្រំខណ្ឌសីមាហ្នឹងតាមទឹកដីជាក់ស្ដែងចង់និយាយថាជាក់ស្ដែងហ្នឹងឲ្យឃើញថាបើដីហ្នឹងទោះបីថៃកំពុងគ្រប់គ្រងក៏ដោយបើបានជាដីរបស់ខ្មែរត្រូវឲ្យខ្មែរវិញណាអាហ្នឹងនៅក្នុងបទឈប់បាញ់ហ្នឹងគឺវាចែងអញ្ចឹងដែរកម្ពុជាកំពុងច្បាស់រឿងប្រការពីរហ្នឹងគឺច្បាស់ជាមួយនឹងថៃថានឹងឈ្នះថៃហើយព្រោះតាថៃចូលក្នុងសង JBC ហ្នឹងអាប្រការពីរហ្នឹងព្រមវាស់ព្រំដែនព្រំសីមាជាមួយគ្នាគឺច្បាស់ណាស់ថៃត្រូវតែខ្ជាក់ដីហ្នឹងមកវិញឯងព្រោះអីខ្មែរប្រើផែនទីຂະຫນາດលើ1-200,000ហើយអាផែនទីຂະຫນາດលើ1-200,000ជាផែនទីឧបសម្ព័ន្ធដែលមាននៅក្នុងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ ធ្លាប់យកមកធ្វើជាឯកសារយោងកាត់ក្តីឲ្យខ្មែរឈ្នះរឿងប្រាសាទព្រះវិហារដល់ទៅ2លើកទៅហើយដូច្នេះខ្មែរកក់ក្ដៅមែនទែនជឿថាប្រការពីរនេះឯងដែលជាលក្ខខណ្ឌមួយសង្ឃឹមថាបានដីទាំងអស់នេះឬក៏ចំណែកណាមួយពីថៃមកវិញនេះយើងជឿអញ្ចឹងដោយយកប្រការពីរនេះយកមកកំណត់ហើយបើសិនជាខ្មែរនិយាយទៅបើសិនជាមិនមានប្រការពីរហ្នឹងគឺដីហ្នឹងគឺនឹងបាត់សូន្យឈឹង 100% ហើយខ្ញុំជឿថាអ្នកចរចាខ្មែរយើងក៏ច្បាស់ជាពិបាកនឹងចរចារកប័ណ្ណឈប់បាញ់ដែរបើមានមេត្រាណាខ្លះចងដើម្បីឲ្យខ្មែរមានសង្ឃឹមថាអាចបង្ខំថៃឲ្យចូលមកវាស់វែងបានអីចឹងដែរនិយាយទៅសរសើរក្រុមការងារចរចារបស់កម្ពុជាដែរក្រុមមានកំណត់មេត្រា2ហ្នឹងក៏និយាយអំពីអឺព្រៀបរបស់កម្ពុជាមួយគឺត្រង់ថាថៃមិនអាចយកលេសឬក៏ថៃត្រូវតែបង្កើតគណៈកម្មការ JBC ហ្នឹងចូលរួមជាមួយកម្ពុជាវាស់វែងព្រំដែនសីមាដើម្បីចាត់ចែងអារឿងដីដែលថៃគ្រប់គ្រងបានហ្នឹងបានប៉ុណ្ណាឬក៏ត្រូវវាស់ទៅឃើញប៉ុណ្ណាត្រូវឲ្យខ្មែរមកវិញខ្លះអីចឹងនេះកម្ពុជាក៏គិតថាអានឹងជាដងដាវរបស់យើងដែររឿងនេះឯងដែលថៃចាប់ផ្ដើមកិច្ចអត់ព្រមបើកគណៈកម្មការ JBC ចរចារហូតបង្កើតព្រឹត្តិការណ៍មួយនៅឯ UNCLOS ព្រឹត្តិការណ៍ព្រំដែនសមុទ្របោះផ្កាននងដាក់ផ្លែបបកអត់មាននុយឲ្យយើងតាក់ផ្លែដនងជាប់កកឥឡូវជាប់កកថៃជាមួយ UNCLOS ហ្នឹងដោយសារតែយើងប្តឹងថៃទៅយន្តការអាជ្ញាកណ្ដាលថៃគេទាត់ចោលថាយើងទាត់ចោលបទឈប់បាញ់ប្រការ2ដែលចរចាព្រំដែនទ្វេភាគីហេតុអីបានជាយើងទៅរកអាជ្ញាកណ្ដាលចឹងបើរកអាជ្ញាកណ្ដាលអា JBC នេះក៏អត់ចាំបាច់ចរចាទ្វេភាគីដែរចាំទៅរកអាជ្ញាកណ្ដាលទៅថៃកំពុងបើកទ្វារឲ្យខ្មែរប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិតែខ្មែរភ្ញាក់ផ្អើលដៃខ្ញុំរឿងព្រំដែនសមុទ្រហ៊ានប្តឹងគេទៅយន្តការអាជ្ញាកណ្ដាលតែដល់ពេលរឿងព្រំដែនគោកគេយកយើងដល់ទៅ76កន្លែងស្រាប់តែយើងអត់ប្តឹងគេនេះអានេះហើយជាមន្ទិលដែលយើងពងតែឆ្ងល់តែយ៉ាងណាវិលមកចូលកិច្ចព្រមព្រៀងនឹងបាត់ឈប់បាញ់ម្ដងទៀតបងប្អូនបាត់ឈប់បាញ់នេះគឺយើងផុងខ្លួនជាមួយថៃជ្រៅមែនតើជ្រៅរហូតដល់តែគិតថាថៃគឺគេនឹងយកវាធ្វើជាភ័ស្តុតាងសង្កត់កខ្មែរដល់ទីបញ្ចប់រឿងបាត់ឈប់បាញ់នេះឯងបងប្អូនណារឿងបាត់ឈប់បាញ់នេះឯងដែលសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃសូម្បីតែម្នាក់ជាផ្នែកមួយដែរយើងនិយាយពីរបៀបដឹកនាំរដ្ឋមួយផ្នែកហើយដែលយើងធ្វើចរិតយើងឲ្យគេអត់គ្រប់គ្រងយើងព្រោះគេដឹងថាយើងរបៀបផ្ដាច់ការគឺគេដឹងថាយើងរំលោភច្បាប់សំបីប្រជាពលរដ្ឋខ្លួនឯងក៏យើងចាប់ដាក់គុកធ្វើឲ្យខ្លោចផ្សារដែរហើយយើងបញ្ចេញខ្សែអាត់វីដេអូអ្នកស្រីបថងឋានធ្វើឲ្យខូចការទូតខូចស្អីដែលគេឃើញចរិតមេដឹកនាំយើងអញ្ចឹងយើងអន់ចរិតទាំងអស់អញ្ចឹងអានឹងជាផ្នែកធំមួយដែលសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃទេគឺគេគិតថាខ្មែរខូចអាហ្នឹងបើតាមអ្វីដែលយើងឃើញពីការសង្កេតមកហ្នឹងគឺដោយសារតែប៉ុណ្្នឹងឲ្យមើលអត់ដឹងថៃឈ្លានពានដល់តែពេលគេអត់ថាថៃឈ្លានពានគឺដោយសារតែគេអាចផ្សំនឹងអ្វីដែលជាការសង្កេតនៃចរិតអេរយាមាយាទរបស់យើងកន្លងមក30-40ឆ្នាំអញ្ចឹងដែរ
ហើយនឹងចុងក្រោយនឹងការបញ្ចេញខ្សែអត្ថសម្លេងអ្នកស្រីបថងឋានរហូតទាល់តែនាយករដ្ឋមន្ត្រីនេះបាត់ពីតំណែងដោយសារតែរឿងខ្សែអត្ថសម្លេងនឹងទៀតយើងមើលយើងជាប្រទេសមួយយើងទៅបញ្ចេញខ្សែអត្ថសម្លេងឲ្យនាយករដ្ឋមន្ត្រីមួយបាត់ពីប្រទេសហើយមានចំនួនព្រំដែនវាយគ្នាផ្អើលពេញព្រំដែនអញ្ចឹងសហគមន៍អន្តរជាតិគេគិតថាវាមិនដែលភ្លើងអត់មានផ្សែងទេផ្សែងអត់ភ្លើងទេភ្លើងហ្នឹងគឺមកពីប្រកាសរឿងអ្នកស្រីបថងឋានអីចឹងហើយឥឡូវវាយគ្នាហ្នឹងប្រហែលជាថៃវាយដោយសារសងសឹករឿងអីចឹងដូច្នេះធ្វើឲ្យមន្ទិលដល់ពេលអវិមតិសង្ស័យធ្វើឲ្យសហគមន៍អន្តរជាតិគេកេងចំណេញនឹងប្រវត្តិយើងផងគឺគេអត់កាន់ជើងយើងសោះគេអត់ថ្កោលទោសថៃមួយសោះតែអានេះប្រហែលជាដោយសារតាបត់ឈប់បាញ់នេះដែលធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែច្បាស់ក្នុងចិត្តថាអត់អាចថ្កោលទោសថៃបានផងហេតុអីបានជាឲ្យអន្តរជាតិថ្កោលទោសថៃបើប្រទេសកម្ពុជាខ្លួនឯងដែលជាជនរងគ្រោះព្រមទទួលយកអំពើអយុត្តិធម៌នេះទៅហើយហ្នឹងយើងតាអ្នកទទួលយកយើងតាដែលទទួលឲ្យថៃនៅណានៅហ្នឹងយើងមានបានទៅនិយាយប្រាប់អញ្ចេះណាថាអត់ទេណាកិច្ចព្រមព្រៀងនេះយើងសញ្ញេបានណាតែនៅក្នុងរយៈពេលកន្លះឆ្នាំចុះឧទាហរណ៍ឬក៏មួយឆ្នាំសាកល្បងយើងឈប់បាញ់កន្លះឆ្នាំឬក៏មួយឆ្នាំដើម្បីយើងរៀបចំបញ្ហាផ្សេងហើយចប់ពេលកំណត់ពេលណាស្ងប់អស់ហើយគឺទាហានថៃត្រូវដកទៅដល់ចំណុចដើមវិញគឺដកឲ្យអស់ទៅដល់ចំណុចដើមតាំងពីមុនថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលបាញ់លោកសួនរោនស្លាប់នៅតំបន់មុំ3មុនហ្នឹងស្ថានភាពគឺបានន័យថាថៃនៅខាងថៃខ្មែរនៅកាន់ទឹកដីខ្មែរអត់មានបានថៃចូលមកប៉ះម្ដុំដីតំបន់ខ្មែរណាទេនៅក្នុងកិច្ចព្រមព្រៀងនៃបទឈប់បាញ់យើងអត់និយាយចឹងយើងអត់មានកំណត់លក្ខខណ្ឌឲ្យថៃថាណាឥឡូវហ្នឹងខ្ញុំព្រមដើម្បីសុកដើម្បីកុំឲ្យទាហានថៃស្លាប់កុំឲ្យប្រជាពលរដ្ឋថៃស្លាប់កុំឲ្យទាហានខ្មែរស្លាប់កុំឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ដើម្បីឲ្យយើងត្រូវគ្នាផ្អាកការឈប់បាញ់ហ្នឹងមួយរយៈក៏ប៉ុន្តែនៅពេលដែលយើងត្រូវគ្នាដោះស្រាយរួចហើយគឺអ្នកណានៅណាអ្នកហ្នឹងនៅហ្នឹងគឺអ្នកណានៅណានៅហ្នឹងទៅដូចមុនថ្ងៃទី28ខែឧសភាយើងអត់មាននិយាយអញ្ចឹងផងហ្នឹងកម្ពុជាអត់មាននិយាយអញ្ចឹងទេអត់ទៅសួរលោកទាសីហាអត់មានទៅកំណត់លក្ខខណ្ឌគេអញ្ចឹងសោះព្រោះបើយើងនិយាយទៅបន្ទោសលោកទាសីហាក៏មិនបានដែរគេវាយយើងបិចមាត់បាក់ថ្មិញអស់ទៅហើយដេរាប់ធ្នេហើយសំពះគេកុំឲ្យវាយចាក់ថែមទៀតតើយើងមានឯណាទៅមានសិទ្ធិដាក់លក្ខខណ្ឌគេដើម្បីឲ្យគេជួយចេញលុយថ្លៃព្យាបាលអាមាត់ថ្មិញយើងឬក៏ឲ្យសុំទោសយើងនឹងវាអត់មានទេគឺមានតែសំពះអង្វរគេសុំឲ្យកុំទាត់កុំថែមអីទៀតប៉ុណ្ណឹងបានឲ្យខ្ញុំឈឺប៉ុណ្ណឹងទ្រាំខ្លួនខ្ញុំសុកចិត្តទទួលចោះយើងទៅអញ្ចឹងណាយើងទៅអញ្ចឹងនៅពេលដែលយើងទៅអញ្ចឹងគឺយើងវាស្ថានភាពហ្នឹងគឺការចរចាបត់ឈប់បាញ់ហ្នឹងគឺយើងអត់មានប្រៀបលើថៃសំបីតែបន្តិចគឺយើងចរចាក្នុងនាមជាអ្នកចាញ់យើងអត់មានទៅចង់និយាយថាទៅកម្លាំងយើងហ្នឹងគឺអត់ទេគឺយើងលើកតុងជ័យសអូខេបានហើយតោះនៅណានៅហ្នឹងតោះសុំទោសឲ្យជើងខ្ញុំនៅក្រោមជើងបងគេជន់ជើងយើងអត់ទៅហ៊ានរករឿងគេយើងទៅសុំទោសគេថាជើងយើងនៅក្រោមជើងគេវាអត់ដែលណាទៅយកជើងយើងទៅរុកចោលក្រោមជើងគេកើតទេវាតោះគេដើរជន់យើងតែយើងនឹងវា slot អញ្ចឹងយើងដែរ slot ដែរជាមួយខ្មែរគ្នាឯងជាមួយថៃគឺយើង slot គឺយើងសុំទោសគេថាយើងជើងខ្ញុំនៅក្រោមជើងបងកុំរករឿងខ្ញុំអីប៉ុណ្ណឹងអញ្ចឹងថៃបានចិត្តបដ ாய் ថៃបានចិត្តហើយក៏ចុះហត្ថលេខាឲ្យយើងដោយសារថៃដឹងតែឈ្នះយើងបើថៃដឹងតែចាញ់យើងវាយទៀតហើយអត់បានចប់ទេអាបត់ជប់បាញ់ហ្នឹងក៏អត់មានដែរហ្នឹងហើយយើងគិតទៅវាខ្លោចផ្សាប៉ុន្តែបើវាយគ្នាទៀតវានឹងខ្លោចផ្សាទៀតក៏ប៉ុន្តែដូចអ៊ុយក្រែននិងរុស្ស៊ីអញ្ចឹងវាយគ្នាទៀតវាខ្លោចផ្សាមែនហើយវាស្លាប់មនុស្សស្លាប់អីតហើយក៏ប៉ុន្តែរុស្ស៊ីអត់បានដីអ៊ុយក្រែនទេណាអ៊ុយក្រែនអត់បានចុះហត្ថលេខាអ្នកណានៅហ្នឹងឯងមកដល់ម៉ោងនេះគឺរុស្ស៊ីឈ្លានពានដែនអធិបតេយ្យអ៊ុយក្រែនហើយត្រូវតែដកចេញព្រោះអ៊ុយក្រែនអត់បានព្រមព្រៀងអ្នកណានៅហ្នឹងអីទាំងអស់នេះដែលខ្ញុំនិយាយថាសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃគឺដោយសារតែកម្ពុជាដែលជាជនរងគ្រោះព្រមទទួលអំពើឈ្លានពានរបស់ថៃថាស្របច្បាប់នេះគឺជាកំហុសប្រវត្តិសាស្ត្រមួយដ៏ធំណាស់ហើយខ្ញុំនិយាយទៅខ្ញុំថាវាជាកំហុសក៏ពិបាកបន្ទោសរដ្ឋាភិបាលដែរដោយសារតែយើងចាញ់គេតែឲ្យរដ្ឋាភិបាលធ្វើមិនគេនឹងសួរខ្ញុំទៀតថាមើលបើមួងណារ៉េតឯងប៉កែកុំកាន់តែក្បាលមេក្រូនៅនិយាយកោកសឹកមាត់តដោកឆ្អែតតពោះកបីមាន iPhone មួយមានស្អីមេក្រូមួយបែកពពុះមាត់ហ្នឹងណោះចុះមកផ្ទល់ដែនហើយទៅវាយគ្នាជាមួយថៃ
អីចឹងអាហ្នឹងគេចង់ចឹងអ្នកខ្លះគេចង់ផ្ចាញ់ផ្ចាលខ្ញុំចឹងខ្ញុំមិនអស់ចាស់អីជាងអស់លោកទេខ្ញុំគ្រាន់តែនិយាយថាយើងចុះហត្ថលេខាក្នុងនាមជាអ្នកចាញ់គឺយើងនឹងធ្វើសម្បទានគ្រប់បែបយ៉ាងគឺយើងនឹងបាត់បង់ទឹកដីរបស់យើងដែរវាអកុសលអញ្ចឹងយើងបានសុខសន្តិភាពជាការពិតអ្នកណាក៏ទទួលស្គាល់ដែរយើងបានសុខយើងបានស្ងប់ប៉ុន្តែអ្វីដែលខាតបង់គឺនឹងបាត់ចោលទៅទេហើយព្រោះអីយើងអត់មានទម្ងន់នៅក្នុងការចរចាដាក់លក្ខខណ្ឌថៃសំបីតែបន្តិចឥឡូវលក្ខខណ្ឌរបស់យើងជាមួយថៃមានតែចំណុច2ដែលនិយាយពីការចរចាព្រំដែនគោក JBC និងគត់អាហ្នឹងហើយបានថៃយកលេសថាអា JBC ហ្នឹងក៏អត់បើកអត់អីដែរគេរវល់រហូតគេពជារហូតឃើញនៅរវល់ពជាអត់មានរដ្ឋាភិបាលថាមិនទាន់បោះឆ្នោតមានរដ្ឋាភិបាលហើយថាចាំរើសគណៈរដ្ឋមន្ត្រីមានគណៈរដ្ឋមន្ត្រីហើយថាចាំរើសនាយករដ្ឋមន្ត្រីសិនមានរដ្ឋមន្ត្រីហើយថាចាំរៀបចំគណៈកម្មការ JBC ឡើងវិញអីព្រោះខាងថៃហ្នឹងត្រូវដូរសមាជិកភាពទាំងអស់ព្រោះរដ្ឋាភិបាលថ្មីមនុស្សថ្មីមានដូរសមាជិកភាពហើយចុងក្រោយគាត់ថាអូឥឡូវគេឈប់ប្រើផែនទីខ្នាតលើមួយ200,000ព្រោះថៃប្រើមួយលើ50,000អត់ទទួលស្គាល់ផែនទីខ្នាតលើមួយ200,000របស់ខ្មែរឃើញទេបិទផ្លូវមួយហើយដល់ចុងក្រោយយើងឃើញតវ៉ាអីចឹងទៅលោកហ៊ុនសែនខំប្រឹងយកសាររបស់បញ្ញវន្តថៃដែលគេនិយាយថានិយាយហ្នឹងគឺមិនត្រូវទេគឺផែនទីហ្នឹងគេមួយលើ200,000អីទេគេមិនអាចមកនិយាយតែបង្កើតផែនទីដោយឯកតោភាគីរៀងស្ងាត់បន្តិចទៅបង្កើតអាអ៊ុន close ហ្នឹងមកហក់ភ្លឹបខ្មែរភ្លឹបទៅប្តឹងទៅយន្តការអាជ្ញាកណ្ដាលអនុទិនច័ន្ទវរៈគុលឡើងមកថាបិទផ្លូវចរចាព្រំដែនគោកឥឡូវលោកសៀស័កភួងកេតកៅថាបិទចរចាព្រំដែនគោកដោយសារអីដោយសារតែយន្តការហ្នឹងគឺថៃបើប្រើផែនទីខ្នាតមួយលើ200,000ថៃអាចនឹងបាត់ដីខ្លះវិញមិនមែនបានមកទាំងអស់ទេបងប្អូនថៃកំពុងតែភ័យខ្លាចកម្ពុជាបានខ្លះមកវិញណាអត់ឲ្យអាខ្លះមកវិញហ្នឹងទៀតថៃគឺចង់យកទាំងអស់ហ្មងប្រាសាទខ្នាប្រាសាទតាកបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំតំបន់ភ្នំទ្រាប់ច្រកអានសេះហើយនឹងកន្លែងផ្សេងទៀតហ្នឹងគឺថៃចង់យកទាំងអស់អត់ឲ្យសំបីតែខ្លះបើថៃច្បាស់ហើយបើសិនជាប្រើផែនទីខ្នាតលើមួយ200,000របស់ខ្មែរអាចខ្មែរបានខ្លះឥឡូវអត់ឲ្យអាខ្លះនឹងទៀតគឺដាក់ប្រើផែនទីខ្នាតមួយលើ50,000អត់ឲ្យទាំងអស់ឥឡូវអត់ឲ្យទាំងអស់ហ្នឹងកុំឲ្យប្របាក់បិទផ្លូវចរចាទៀតតើយើងសង្ឃឹមអីយើងបើសង្ឃឹមលើអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើដូចខ្ញុំនិយាយចឹងគឺទៅសុំភ្លើងរយៈហើយផេះហើយព្រោះអីយើងទៅយកបត់ឈប់បាញ់ដែលយើងព្រមព្រៀងថៃជាមួយថៃអញ្ចឹងបានសហគមន៍អន្តរជាតិគេអត់ថ្កោលទោសថៃដោយសារតែយើងមានបត់ឈប់បាញ់នៅពេលដែលយើងមានបត់ឈប់បាញ់បានន័យថាយើងនិងថៃព្រមព្រៀងគ្នាថាថៃអត់ឈ្លានពានកម្ពុជាទេព្រោះអីយើងព្រមឲ្យគេនៅណានៅហ្នឹងអូខេបើយើងឈ្លានពានបើចោទថាថៃឈ្លានពានកម្ពុជាដល់តែយើងសរសេរនៅក្នុងបទជប់បាញ់ហ្នឹងថាអញ្ចេះមាត្រា1អ្នកណានៅណានៅហ្នឹងមែនហើយមាត្រា2យើងត្រូវរៀបចំគណៈកម្មការវាស់វែងមាត្រា3បើវាស់វែងមិនបានអីក៏ដោយគឺថៃត្រូវតែរំកិលថយក្រោយវិញទៅដូចដើមមុនថ្ងៃទី28ខែឧសភាឆ្នាំ2025ព្រោះកន្លែងហ្នឹងគឺត្រូវរកយន្តការចរចាសារដើមវិញដកទ័ពថយឲ្យអស់ទៅវិញទៅព្រោះយើងអត់អាចចរចានៅពេលដែលអ្នកកំពុងគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាទេហើយឥឡូវមិនត្រឹមគ្រប់គ្រងធ្វើលបងធ្វើអីដាក់បលាលួសដាក់បេតុងទៀតហើយសង់ហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីពេញនឹងអស់កែលែងមើលរូបរាងលែងស្គាល់ទៅទៀតដូច្នេះរឿងនេះហើយដែលចង់និយាយថាបើយើងយកយន្តការចរចាទ្វេភាគីយើងទៅមិនរួចហើយខ្មែរអត់ដាក់លក្ខខណ្ឌថៃខ្ញុំនៅតែនិយាយថាថ្នាក់ដឹកនាំកម្ពុជាពេលដែលចរចាគឺយើងចរចាក្នុងនាមជាអ្នកចាញ់គឺយើងអត់កំណត់លក្ខខណ្ឌថៃបានសោះអត់ចង់និយាយថាអត់មានលក្ខខណ្ឌណាដើម្បីនិយាយថានៅពេលដែល1ឆ្នាំក្រោយនេះឬក៏2ឆ្នាំក្រោយនេះនៅពេលដែលជជែកគ្នាហើយអីរៀបចំស្រួលបួលណែឯងត្រូវថយទៅចំណុចដើមវិញដែលមិនដូចជាមិនទាន់មានបាញ់គ្នារឿងអីដែលយើងខ្លាចនិយាយបែបហ្នឹងប្រាសាទតាមាន់ធំជាប្រាសាទរបស់ខ្មែរហេតុអីយើងមិននិយាយថាថយទៅដូចដើមវិញឲ្យថៃគ្រប់គ្រង5នាក់ខ្មែរគ្រប់គ្រង5នាក់វិញទៅប្រាសាទតាកបីឲ្យថយទៅដូចដើមវិញថៃគ្រប់គ្រង2នាក់ខ្មែរ2នាក់វិញទៅភ្នំទ្រាប់ខ្មែរធ្លាប់គ្រប់គ្រងនៅលើភ្នំអីទីហោះយើងអត់អាចនិយាយបែបហ្នឹងបានន័យថាម៉េចគឺយើងឲ្យគេទៅទេតែម្ដងវាពិបាកអញ្ចឹងណាបងប្អូនយើងអត់ដាក់លក្ខខណ្ឌគេហើយខ្ញុំនិយាយនេះគឺចង់និយាយថាយើងអត់មានប្រៀបលើថៃទេណា
យើងចាញ់សមរភូមិចរចានេះគឺយើងចាញ់ទាំងស្រុងតែម្ដងគឺយើងលើកទង់ជ័យសរយើងបានមកវិញសុខសន្តិភាពឈប់បាញ់ប្រជាពលរដ្ឋលែងខ្លោចផ្សារប្រជាពលរដ្ឋជនភៀសសឹកបានវិលទៅលំនៅឋានវិញទៅហ៊ានអាចទទួលទានអាហារត្រង់មាត់លែងអង្គុយអោបកាភ្លើងផ្នែកនៅកញ្ចឹងករាល់យប់ទៀតគេទម្លាក់ដ្រូនទម្លាក់អីអាហ្នឹងវាបានសេចក្តីសុខទៅហ៊ានជួមុខអាចមកជួបជុំគ្រួសារអីម្ដងម្កាលផ្លាស់វេនដូរវេនអីអញ្ចឹងលាក់នឹងលាក់ទៅយើងបានមែនហើយក៏ប៉ុន្តែដីខ្មែរគឺថៃគ្រប់គ្រងហើយយើងអាចទាគេវិញបានទេបងប្អូនយើងទាតាមយន្តការនៃការចរចានេះគឺអត់បានទេទ្វេភាគីនឹងដឹងពិបាកទាហើយដោយសារអីដោយសារតែថៃនឹងយកអាហេតុផលមួយថាអ្នកណានៅហ្នឹងហើយកម្ពុជាអត់បានដាក់លក្ខខណ្ឌថៃថាអ្នកឯងត្រូវថយទៅចំណុចដើមវិញនៅក្នុងរយៈពេល5ខែ6ខែឬ1ឆ្នាំអត់មានយើងនៅតែសំអាងតលក្ខខណ្ឌមាត្រាប្រការ2ដែលនិយាយថា JBC វាស់ទៅបើបានខ្មែរខ្លះខ្មែរយកមកវិញអាបានខ្លះហ្នឹងក៏ថៃអត់ឲ្យទៅទៀតគុំថាឡើយបានទាំងអស់ឥឡូវបិទផ្លូវចរចាតើយើងសង្ឃឹមអីបងប្អូនសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃដោយសារចរិតខ្មែរអានឹងទី1តែសំខាន់បំផុតសហគមន៍អន្តរជាតិអត់ថ្កោលទោសថៃក៏ដោយសារតែបទឈប់បាញ់នឹងដែលខ្មែរព្រមព្រៀងឲ្យថៃនៅណានៅហ្នឹងខ្ញុំនិយាយម្ដងទៀតគឺយើងទទួលស្គាល់អំពើឈ្លានពានរបស់ថៃដែលព្រមឲ្យថៃនៅណានៅហ្នឹងហើយមិនដាក់លក្ខខណ្ឌថៃថាដល់ដំណាក់កាលណាមួយណែឯងត្រូវថយដល់ចំណុចដើមហើយឲ្យថៃសញ្ញេឲ្យសញ្ញេនៅក្នុងកិច្ចព្រមព្រៀងហ្នឹងថាណា6ខែនេះ10ខែនេះឬក៏ប៉ុណ្ណេះខែ6ខែដំបូងណែឯងត្រូវដក30% 6ខែទៀតដក30ទៀត6ខែចុងក្រោយទៀតណែឯងត្រូវដក40%ទៀតចេញពីតំបន់ដែលត្រួតត្រាក្រោយថ្ងៃទី28ខែឧសភាឆ្នាំ2025យើងអត់មាននិយាយខហ្នឹងទេអញ្ចឹងហើយបានសហគមន៍អន្តរជាតិគេមិនថ្កោលទោសថៃគេមិននៅខាងកម្ពុជាគឺគេគិតថាយើងព្រមគេអត់អាចមកអាកាត់អីលើសប្រទេសសម័យទេព្រោះធម្មតាមានរឿងអីក៏ដោយជនរងគ្រោះជាអ្នកសម្រេចបើជនរងគ្រោះផ្សះផ្សាយើងជាអ្នកដតីតើយើងទៅហ៊ានអីមកអាកាត់ជាងគេបើគេដកបណ្ដឹងឧទាហរណ៍បើគេដកបណ្ដឹងប្តឹងផ្ដាល់តើឲ្យអ្នកដតីទៅឈឺឆ្អាលត្រូវតែដាក់ប្តឹងមិនទេកុំដកវាពិបាកណាស់ពួកអីសម័យខ្លួនដែលជាជនរងគ្រោះដកពាក្យបណ្ដឹងដូចគ្នានឹងជាមួយថៃចឹងយើងអត់ដែលបានចោទថៃថាថៃឈ្លានពានខ្មែរទេណានៅក្នុងបទឈប់បាញ់ហ្នឹងអត់មាននិយាយចំណុចណាថាថៃឈ្លានពានទេអត់មានថាយើងទាំងអស់គ្នាត្រូវព្រមព្រៀងគ្នាថានេះគឺជាអំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាហើយត្រូវតែដកទៅវិញនៅពេលដែលយើងផ្អាកការឈប់បាញ់អត់មាននិយាយចឹងទេកម្ពុជានិយាយចោទប្រកាន់ថៃថាឈ្លានពានកម្ពុជានៅក្រោយសញ្ញេបទឈប់បាញ់ហើយទៅវិញទេក្រោយឈប់បាញ់ភ្លាមគឺយើងចោទថៃថាឈ្លានពានយើងគ្រប់ម៉ាត់តើឲ្យអ្នកណាគេជឿយើងទៅសញ្ញេប្រាប់គេថានៅណានៅហ្នឹងបានហើយអត់អីទេអត់ខុសច្បាប់ទេព្រោះអីកម្ពុជាព្រមឲ្យដែនអធិបតេយ្យរបស់កម្ពុជាដែលថៃវាយបានទៅហ៊ានគេនៅណានៅហ្នឹងយើងអត់ថាគេខុសច្បាប់ផងនៅក្នុងបទឈប់បាញ់តែដល់ពេលក្រោយបទឈប់បាញ់យើងទៅប្រកាសជាអលរឹកតាមរយៈលិខិតជូនដំណឹងជាង800ដងជាង800ដងដែលយើងថាថៃឈ្លានពានខុសច្បាប់ប៉ុន្តែអានឹងជាលិខិតការទូតលិខិតក្រៅហ្នឹងវាមិនមែនជាកិច្ចព្រមព្រៀងដែលយើងសញ្ញេជាមួយថៃណាអាកាលសញ្ញេជាមួយគ្នាយើងព្រមឲ្យថៃនៅណានៅហ្នឹងតែដល់តែពេលយើងប្រកាសចោតប្រកាន់ថៃយើងថាគេឈ្លានពានថៃឈ្លានពានមិនអាចយកអាសពាវុធហ្នឹងមកដណ្ដើមដីខ្មែរជាអំពើខុសច្បាប់អន្តរជាតិខុសច្បាប់ជាតិខុសច្បាប់អីចុះហេតុអីមិននិយាយថាខុសច្បាប់ហ្នឹងនៅក្នុងអាកិច្ចចរចាឈប់បាញ់នេះវាអត់និយាយហើយដល់ពេលក្រៅពីប័ណ្ណឈប់បាញ់យើងមកនិយាយទៅវិញយើងថាអូឥឡូវថៃឈ្លានពានលើសប័ណ្ណឈប់បាញ់ណាបាទហ្នឹងខ្ញុំទទួលស្គាល់ថាត្រឹមត្រូវនៅពេលដែលថៃគេឈប់បាញ់ហើយដីប្រមាណហ្នឹងកម្ពុជានិយាយថាថ្ងៃ3ខែមករាឆ្នាំ2026ក្រសួងការបរទេសថាថៃឈ្លានថាថៃកម្ពុជាព្រមឲ្យថៃគ្រប់គ្រងតំបន់14នៅខេត្ត4ពោធិ៍សាត់បាត់ពោធិ៍សាត់ប្រទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារអត់មានបាត់ដំបងទេតែ4ណាហើយមានតែ14កន្លែងទេប្រាសាទតំន់តូចប្រាសាទតំន់ធំប្រាសាទតាកបីថ្មដាបឹងតគួនមុំ3ស្អីហ្នឹង
តែ14កន្លែងទេអាហ្នឹងគឺយើងទទួលស្គាល់ស្រាប់តែក្រោយមកស្រាប់តែរដ្ឋាភិបាលប្រកាសមកថាតំបន់ដែលថៃគ្រប់គ្រងនឹងគឺជាការឈ្លានពានក្រោយបទឈប់បាញ់ឥឡូវកម្ពុជាមិនចាត់ទុកថាអាការឈ្លានពានប្រមាណទៀតហ្នឹងគឺជាការឈ្លានពានក្រោយបទឈប់បាញ់ទេគឺកម្ពុជាចេញសារទូទៅថារាល់ថៃកាន់កាប់ដីខ្មែរទាំងមានព្រមព្រៀងគ្នាហ្នឹងក៏ខុសច្បាប់ដែរដល់ចឹងវល់ហ្មងក៏យើងស្ដាប់អត់បានសហគមន៍អន្តរជាតិក៏គេវល់ដែរថៃខ្លួនឯងក៏វល់ដែរថៃរាល់ថ្ងៃហ្នឹងថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិតណាហើយដល់ចឹងហើយបានថ្ងៃហ្នឹងដែលលោកប្រប៉ាសសុនចៃឌីនេះដែលជាមេទ័ពអាកាសប្រធានគណៈកម្មការបន្ទប់ស្ថានភាពនេះគាត់លើកយកអាហ្នឹងមកផ្ចាញ់ផ្ចាលកម្ពុជាវិញថាកម្ពុជាបំផ្លាស់ព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិតពីរឿងបាត់ជបាញ់ឃើញទេឃើញថៃគេយកអាហ្នឹងមកចងយើងហ៎ហើយតែពេលគេនិយាយគឺយើងចាញ់ថៃហើយខ្ញុំមិនមែនជាអ្នកច្បាប់ទេបងប្អូនខ្ញុំមិនមានឯកទេសមេធាវីមិនមែនជាចៅក្រមពរិយាញាយទេខ្ញុំនិយាយអំពីការការពារក្តីឲ្យកម្ពុជាបើធ្វើដូចសពថ្ងៃគឺយើងចាញ់ក្តីគេហើយហេតុអីបើខ្ញុំថាចាញ់ក្តីគេព្រោះយើងដំបងយើងទទួលស្គាល់ថាថៃឈ្លានពានដែនអធិបតេយ្យដំបងយើងព្រមទទួលឲ្យថៃគ្រប់គ្រងដីនៅកន្លែងណានៅកន្លែងហ្នឹងគឺបានន័យថាជាការស្របច្បាប់ប្រទេសសម័យឲ្យគេចុះហត្ថលេខាឲ្យគេនៅណាអាហ្នឹងស្របច្បាប់អីតាសហគមន៍អន្តរជាតិអត់មានណាមកជំទាស់រឿងហ្នឹងបានទេព្រោះអីកម្ពុជាអត់បានប្តឹងថៃទេណាកម្ពុជាអត់ដែលប្តឹងថៃទៅតុលាការអន្តរជាតិទេគឺយើងព្រមព្រៀងស្រុះស្រួលគ្នាឈ្លានពានខ្ញុំ2ដងហ្នឹងមែនអូខេឥឡូវនៅណានៅហ្នឹងខ្ញុំដូរយកសន្តិភាពយកអត់បាញ់គ្នាទៀតតែប៉ុណ្ណឹងតាចឹងបានសហគមន៍អន្តរជាតិគេអត់មានថ្កោលទោសថៃកើតទេដោយសារតែប្រទេសខ្លួនគេអត់លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងខ្មែរហើយអត់លូកដៃចូលការផ្ទៃក្នុងថៃទៀតនេះបើកម្ពុជាថ្កោលទោសថៃតាំងពីយូរកុំឲ្យចុះនៅក្នុងកិច្ចព្រមព្រៀងហ្នឹងអត់មានបាត់ឈប់បាញ់ហ្នឹងអាហ្នឹងសហគមន៍អន្តរជាតិថ្កោលទោសថៃងាប់ហើយព្រោះអីគេឃើញអំពើហ្នឹងវានៅលើគោកប៉ុន្តែដល់ខ្មែរព្រមហើយអញ្ចឹងសហគមន៍អន្តរជាតិអត់សើដែរអត់អាចទៅថ្កោលទោសថៃកើតទេព្រោះម្ចាស់ខ្លួនគេជាជនរងគ្រោះគេអត់ថ្កោលទោសផងយើងអត់ថ្កោលទោសថៃទេណានៅក្នុងបាត់ឈប់បាញ់ក្រោយមកយើងថ្កោលទោសថៃយើងបដិសេធយើងអីហើយចាប់ផ្ដើមចេញសារមកថៃចាប់ផ្ដើមឈ្លានពានលើសពីកន្លែងដែលព្រមព្រៀងគ្នានេះខ្មែរចាប់ផ្ដើមចេញហើយដល់ពេលចេញមកកម្ពុជាច្បោកច្បល់ខ្មែរខ្លួនឯងបងប្អូនទៅសួរមើលប្រជាពលរដ្ឋខ្មែរប្រមាណអ្នកសប្ងៃនេះប្រមាណអ្នករួមទាំងអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជារួមទាំងអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជាប្រជាពលរដ្ឋខ្មែរប្រមាណអ្នកដែលដឹងថាដីខ្មែរត្រូវថៃឈ្លានពានអាកាលពីបាញ់គ្នា2លើកហ្នឹងប្រមាណដុំហើយក្រោយមកហ្នឹងប្រមាណដុំមើលសាកសួរមើលឥឡូវបងប្អូនសាកសួរមើលសួរគណៈបកប្រជាជនកម្ពុជាខ្លួនឯងសួរមន្ត្រីរដ្ឋាភិបាលខ្មែរសប្ងៃខ្លួនឯងសួរតាហ៊ានខ្មែរសួរអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរសួរមន្ត្រីក្រសួងមន្ទីរពាក់ព័ន្ធគណៈកម្មការព្រំដែនខ្មែរសួរមើលដីខ្មែរប្រមាណដែលថៃឈ្លានពានដណ្ដើមបានកាលពីឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយប្រមាណដុំទៀតដែលថៃឈ្លានពានក្រោយហ្នឹងអត់មានទុកឲ្យឆ្ងល់កុំតែបានលោកអ៊ុំសំអានដែលជាមន្ត្រីរដ្ឋាភិបាលក្រៅប្រទេសដែលលោកឈ្មោះឈ្មោលទៅសួរតាហ៊ានព្រំដែនទៅស្រង់តួលេខពីថៃដែលគេឃើញកន្លែងគ្រប់គ្រងតំបន់ផ្សេងហ្នឹងទៅស្អីមើលព័ត៌មានក្រសួងការបរទេសដែលថ្លែងសារក្រោយហ្នឹងមកប្រមូលចុះឡើងណាបាន76ទីតាំងមានន័យថាម៉េចបងប្អូនបើសិនជា76ទីតាំងដែលលោកអ៊ុំសំអានរកឃើញហ្នឹងណាគឺជាព័ត៌មានពិតអញ្ចឹងណាហើយក្រសួងការបរទេសប្រកាសតែ14កន្លែងពីថ្ងៃទី3ខែមករាឆ្នាំ2026ដែលថាអ្នកណានៅហ្នឹងគឺមានតែ14ទីតាំងនៅ4ខេត្តមានន័យថាមកដល់ម៉ោងហ្នឹងថៃឈ្លានពានលើសពីបាត់ឈប់បាញ់យកដីខ្មែរថែមដកបងប្អូន14ដក76ដក52ទីតាំង50 60 76 14 62ទីតាំងថៃវាយដណ្ដើមបានក្រោយបត់ឈប់បាញ់62ទីតាំង
វាយកាលព្រមព្រៀងគ្នាតែ14ទីតាំងឯងដល់ពេលលើកក្រោយមកអត់វាយអស់គ្រាន់កំភ្លើងមួយសោះដើរដាក់បន្លាលួសយកហ្មងដើរដាក់បន្លាលួសចាក់បេតុងព័ទ្ធព្រំដែនលើកបេតុងលើកអីលបងអីចឹងមកឡើងដល់ទៅ62ទីតាំងថែមអា14ទីតាំងដែលរដ្ឋាភិបាលបានប្រកាសពីដើមទីមកក៏ប៉ុន្តែនៅក្នុងអា62ទីតាំងបន្ថែមក្រោយបត់ឈប់បាញ់ហ្នឹងណាមានទីតាំងខ្លះហ្នឹងគឺវាសពិចសពិលម្ដងរដ្ឋាភិបាលថាអូឥឡូវថែម12ទីតាំងទៀតហ៎ម្ដងថែម4ទៀតម្ដងថែម5ម្ដងថែម2ម្ដងថែម6